ម្ដងដែលខ្ញុំនៅវាសមូលខ្ទឹមប្រៃខ្ញុំបេះយកមកធ្វើនំកញ្ឆាយនេះជាការរៀនធ្វើនំកញ្ឆាយជាលើកទី2របស់ខ្ញុំហើយសូមជម្រាបសួរអ្នកទាំងអស់គ្នាហើយផ្ដាំផ្ញើក្តីនឹករលឹកពីចម្ងាយផងមែនតើខ្ញុំអត់ដែរធ្វើនំកញ្ឆាយទេហើយមកនៅស្រុកនេះខ្ញុំធ្វើអាន2ដងហើយលើកទី1ក៏បរាជ័យលើកទី2នេះក៏បរាជ័យដែរទោះបីជាក្នុងវីដេអូមិនទាន់ធ្វើហើយក៏ខ្ញុំដឹងហើយព្រោះអីខ្ញុំធ្វើហើយបើខ្ញុំកាត់តខ្ញុំអត់ត្រូវការច្រើនទេខ្ញុំយកតែម្ដាយប៉ាញ់អញ្ចឹងមកយកមកហាន់ដើម្បីយកមកធ្វើនំកញ្ឆាយបើសិនជាដាក់ច្រើនក៏វាមិនសូវឆ្ងាញ់ដែរចឹងខ្ញុំដាក់ប៉ុណ្ណេះហើយថែមបន្តិចទៀតក្នុងស្លឹកខ្ទឹមខ្ញុំដាក់ម្សៅសូដាបន្តិចប្រេងខ្យងបន្តិចហើយនិងអំបិលបន្តិចម្សៅសូដាដាក់ក៏បានអត់ក៏បានដែរខ្ញុំទៅផ្សារចិនទិញបានម្សៅត្នោតម្សៅឆាហើយនិងបាញ់ហយម្សៅសូដានៅក្នុងស្លឹកនោះគឺដើម្បីឲ្យវាស្រស់ល្អទៅបីឆ្អិនហើយក៏នៅពើបៃតងកន្លែងលាយម្សៅនេះហើយជាចំណុចបរាជ័យរបស់ខ្ញុំដាក់ម្សៅត្នោតច្រើនពេកការរង្វាស់គួរតែស្មើគ្នាម្សៅខ្សាយមួយចានចង្កឹះម្សៅឆាមួយចានចង្កឹះហើយនិងម្សៅត្នោតបន្តិចទេកន្លះចានចង្កឹះតូចទឹកដែលលាយម្សៅនោះគឺត្រូវប្រើទឹកក្តៅដាំពុះខ្ញុំយក2កាធំៗនោះយកមកលាយហើយបានខ្ញុំយកទឹកត្រជាក់កន្លះកាយកមកលាយបន្ថែមទៀតចាក់ស្លឹកខ្ទឹមព្រៃចូលទៅលាយថ្នមៗចូលគ្នាឲ្យសព្វអាកន្លែងលាយម្សៅនេះគឺពិបាកខ្លាំងមែនតើសម្រាប់ខ្ញុំដោយសារខ្ញុំដាក់ម្សៅត្នោតជ្រុលដល់ពេលហើយវាស្អិតខ្លាំងតែថយក្រោយមិនបានទេព្រោះជ្រុលក្បាលក្រពើហើយចេះទៅមកហើយសាកទៅចំហុយសិនទៅចាំមកចង់ដឹងតើកើតមិនកើតៀបខ្លាញ់ក៏បានប្រេងឆាក៏បាននៅលើចានចំហុយរបស់យើងរួចយកទៅដាក់ចំហុយប្រហែល25នាទីឬអាស្រ័យទៅលើម្សៅក្រាស់ម្សៅស្ដើងទៅចុចមើលតើបើសិនវាជាប់ចង្កឹះគឺវាមិនទាន់ឆ្អិនខ្ញុំលាយម្សៅខុសទៅបីចំហុយយូរក៏នៅតែជាប់ចង្កឹះចាននេះគឺជាលទ្ធផលជាមួយខ្ញុំយកទៅចៀនហូបសាកមើល